tên là Mai. Tôi tên là Mai. Tôi tên là Mai. មានន័យសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍អ្នកទាំងអស់គ្នាមកកម្មវិធីមណ្ឌលភាសាវៀតណាមម៉ាឌីខ្ញុំឈ្មោះកេតលេងថ្ងៃនេះខ្ញុំមកដើម្បីបង្រៀនអ្នកទាំងអស់គ្នាអំពីពាក្យមួយចំនួននិងឃ្លាសម្រាប់ណែនាំឈ្មោះរបស់ខ្លួនទៅកាន់នរណាម្នាក់ពាក្យដំបូងគេគឺពាក្យត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 យនេះយើងបកថាខ្ញុំតយខ្ញុំតយខ្ញុំពាក្យបន្ទាប់គឺពាក្យបាងបាងបាងពាក្យបាងនេះមានន័យថាអ្នកឬក៏មានន័យថាមិត្តពាក្យតែន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 នេះគឺមានន័យថាឈ្មោះតែនឈ្មោះឡា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 នេះមានន័យថាគឺជាឬក៏ជាឡាគឺជាឡាគឺជាយី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 នេះមានន័យថាអ្វីយីអ្វីយីអ្វីចឹងយើងយកពាក្យដែលយើងបានរៀននេះយកមកកប់ចូលគ្នាឧទាហរណ៍ Tôi tên là Mai. Tôi tên là Mai. Tôi tên là Mai. មានន័យថាខ្ញុំឈ្មោះ Mai. Tên bạn là gì? Tên bạn là gì? Tên bạn là gì នៅទីនេះមានន័យថាតើអ្នកឈ្មោះអ្វីតើអ្នកឈ្មោះអ្វី Tên bạn là gì? Rất vui rất vui rất vui rất vui នេះមានន័យថារីករាយណាស់ឬក៏សប្បាយចិត្តណាស់ gặp 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 នេះមានន័យថាជួប gặpជួប gặpជួប rất vui được gặp bạn rất vui được gặp bạn មានន័យថារីករាយណាស់ដែលបានជួបអ្នកឬរីករាយណាស់ដែលបានស្គាល់អ្នក rất vui được gặp bạn រីករាយណាស់ដែលបានជួបអ្នកអញ្ចឹងយើងបានរៀនពាក្យទាំងអស់នេះរួចមកហើយសង្ឃឹមថាវានឹងជួយបានអ្នកទាំងអស់គ្នាក្នុងការណែនាំឈ្មោះរបស់ខ្លួនទៅកាន់នរណាម្នាក់ជាភាសាវៀតណាមហើយបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលភាសាវៀតណាមម៉ារ៉ាឌីបានអរគុណជម្រាបលា